Hello អ្នកនរនេះខ្ញុំមក make up បន្តិចmake up នេះវាមិនមែនជា fully make up ទេដោយសារព្រឹកមកខ្ញុំលាប sunscreen ទៅហើយអញ្ចឹងខ្ញុំគ្រាន់តែ touch up បន្តិចបន្តួចអញ្ចឹងណាអញ្ចឹង step ដំបូងខ្ញុំត្រូវ spray សិនដើម្បីវា refresh មកវិញហើយបន្ទាប់មកខ្ញុំក៏លាប lip balm ព្រោះមាត់ខ្ញុំរាងស្ងួតអញ្ចឹងខ្ញុំត្រូវការលាប lip balm ពេលយើងលាប cream ទៅវាអត់សូវឈួនទៅតាមកលៈមាត់របស់យើង and then after គឺខ្ញុំមកប្រើ concealer ដោយសារមុខខ្ញុំមានស្នាមតិចតួចហើយស្លក់នៅក្រោមភ្នែកអញ្ចឹងយើងត្រូវការ concealer ដើម្បីបិទបាំងខ្ញុំលាបនៅតាមស្នាមហើយក៏លាបនៅក្រោមភ្នែកបន្ទាប់ពីខ្ញុំយកមក apply ខ្ញុំទុកវាស្ងួតបន្តិចដែរខ្ញុំបាញ់ spray នៅលើប៉ុងរបស់យើងហ្នឹងហើយដើម្បីឲ្យវារៀងមានជាស្នើមបន្តិចដើម្បីកុំឲ្យវាស្ងួតពេកដើម្បីពេលយើង blend ទៅគឺវាចូលជាមួយនឹងមុខរបស់យើងវាអត់កកដុំហើយភ្នែករបស់យើងហ្នឹងគឺយើងត្រូវ carefully blend មែនតើដោយសារតែបើយើង blend វាអត់ស្មើសាច់ទេគឺភ្នែករបស់យើងវារៀងខ្មៅអញ្ចឹងពេលយើងដាក់ concealer ហ្នឹងទៅវាទៅជាប្រផេះវាស្អាតទេអញ្ចឹងយើងត្រូវ gently blend ទៅលើភ្នែករបស់យើងនឹងច្រើនជាងគេហើយ after គឺខ្ញុំមកប្រើជាមួយនឹង cushion របស់ធឺរដែលមានលេខ 21N ខ្ញុំចាំបានខ្ញុំ blend វាឲ្យស្មើជាមួយនឹងមុខនិង concealer របស់យើងនឹងឲ្យចូលគ្នានិយាយទៅ make up របស់ខ្ញុំនេះគឺវាអត់មានក្រាស់ហើយនឹងឲ្យ fully make up ហើយវាដូចជា daily look ដែល simple make up without make up look អញ្ចឹងខ្ញុំត្រូវ balance មុខទាំងអស់ហើយនឹងកវាស្មើគ្នាជាពិសេសខ្ញុំ careful ជាមួយនឹងភ្នែកមែនតើដោយសារភ្នែកខ្ញុំធ្លាប់ make up អត់ស្រួលវាមើលមកឃើញដូចខ្មៅស្លក់លើដើមអញ្ចឹងអានេះបន្ទាប់ពីខ្ញុំ blend ហើយអ្នកនរអាចមើលបានគឺស្មើសាច់អញ្ចឹងខ្ញុំគ្រាន់តែចង់បង្ហាញថាពេលយើង blend វាស្មើសាច់ទៅគឺមុខរបស់យើងនឹងគឺវាcoverage បានល្អអញ្ចឹងណា and after cushion គឺខ្ញុំមក brush my eyebrow ដោយសារតែចារបស់ខ្ញុំគឺខ្ញុំដាក់ស្រាប់ហើយអញ្ចឹងខ្ញុំគ្រាន់តែចង់សិតហើយដាក់ color តិចទេខ្ញុំមិនអ្នកបកាយខាងគូចាមកយាយដែលស្បែកបានខ្ញុំទៅផ្លុំណាហើយវា look natural មែនតើគឺខ្ញុំមកចូលចិត្តឲ្យវាដិតឲ្យវាឲ្យហើយឥឡូវយើងចូលមកដល់ next section របស់យើងគឺខ្ញុំប្រើ contour របស់ Judy Dore contour Judy Dore នេះគឺវាដិតវាស្រួលប្រើនៅលើចมูกរបស់យើងណាអញ្ចឹងពេលយើង blend ដាក់តែ color មកគឺវាមើលឃើញផ្លាតមកហ្មងអញ្ចឹងអ្នកនរគ្នាអាចមើលឃើញពីភាពខុសគ្នាពី before ហើយនិង after ដែលខ្ញុំបានគូបានគឺចมูกរបស់ខ្ញុំវារៀងខ្ពស់ជាងមុនវាអត់ស្រួលទេតែយើងចេះគេហៅថា control ណាអញ្ចឹងយើងមើលឃើញចมูกរបស់យើងស្អាតមែនតើអានេះខ្ញុំអត់សូវជំនាញហងបើឃើញគេជំនាញមានគឺគេដាក់មកឃើញចมูกខ្ពស់ដូចចมูกធ្វើឲ្យមានទ្រង់ស្អាតមែនតើអានេះខ្ញុំគ្រាន់តែផាត់បោះពីលើវាបន្តិចហើយបន្ទាប់មកក៏បានដាក់ជាមួយនឹង highlighter